សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងមកបង្ហាញអ្នកនរគ្នាពីរបៀបនៃការបង្កើត account Telegram ដែល account Telegram នោះបច្ចុប្បន្នគឺយើងពិបាកបង្កើតខ្លាំងមែនទែនវាមិនស្រួលទេហើយវាមាន version មួយចំនួនទេដំណើរការហើយក៏វាមិនស្ថិតស្ថេរដែរអញ្ចឹងនៅក្នុងការបង្កើត account Telegram យើងអាចធ្វើការប្រើប្រាស់ទូរស័ព្ទដៃស៊េរីចាស់ឬក៏យើងធ្វើការប្រើប្រាស់កម្មវិធីនៅលើកុំព្យូទ័រគេហៅថា emulator យើងអាចធ្វើការប្រើប្រាស់ជាលក្ខណៈ Momo LD ឬក៏កម្មវិធីផ្សេងទៀតដែលវាស្តៀងនឹងដូចទូរស័ព្ទដៃដែរណាក៏ប៉ុន្តែយើងប្រើជាលក្ខណៈ Android យើងអត់ប្រើជា model iOS ទេណាអញ្ចឹងនេះជាវិធីដែលខ្ញុំធ្វើទៅដំណើរការទេហើយសម្រាប់បងប្អូនអាចសាកបានណាតែខ្ញុំមិនធានា 100% ថាអាចធ្វើបានទេអញ្ចឹងអ្វីដែលយើងត្រូវការគឺត្រូវការ VPN ជាចាំបាច់ដំបូងឡើយគឺយើងធ្វើការដូរ VPN យើងដូរទៅតាមលេខតែប្រទេសយើងប្រើបើយើងប្រើលេខអាមេរិកយើងដាក់ទៅប្រទេសអាមេរិកទៅហើយយើងអាចដាក់ទៅប្រទេសអាមេរិកហើយសម្រាប់លេខវាអត់ប្រកាន់ទេតែបើយើងប្រើលេខអាមេរិកគឺយើងត្រូវដូរ VPN ហ្នឹងទៅអាមេរិកហើយសម្រាប់អាមេរិកគឺយើងអាចប្រើទៅ Houston ឬទៅណាប្រទេសមួយទៀតនេះបាទខ្ញុំតេស្តហ្នឹងមាន2ដែលតេស្តទៅដើរណាមាន Houston មួយហើយនឹងបាទ Dallas នេះបាទ Dallas មួយហើយនឹង Houston មួយអញ្ចឹងយើងអាចតេស្តទៅលើ2 location ហ្នឹងប៉ុន្តែខ្ញុំបញ្ជាក់ណាគឺវាដំណើរការសម្រាប់ខ្ញុំប៉ុន្តែសម្រាប់បងប្អូនដែលយកទៅតេស្តហ្នឹងគឺអត់ទាន់ដឹងទេអូខេតែឥឡូវខ្ញុំ connect ទៅ Houston អញ្ចឹងក្នុងការប្រើ VPN ហ្នឹងយើងប្រើឲ្យវា connect ឲ្យវាដើរជាប់ណាហើយយើងអាចធ្វើការ fix location នៅលើ LD ហ្នឹងដាក់ទៅអាមេរិកដែរទៅបន្ទាប់ពីយើងធ្វើរួចអស់ហើយយើងចូលមកហើយចូលទៅក្នុង Telegram របស់យើងមកអញ្ចឹង Telegram យើងអាចប្រើ SYN បាទយើងប្រើ SYN ហ្នឹងយើង download ពី Play Store មកហើយឬក៏យើងទាញជាលក្ខណៈ APK ពី website ក៏បានដែរបាទមួយណាក៏បានដែរនិយាយរួមទៅប៉ុន្តែសម្រាប់ version របស់វាយើងអាចរើសតាមហ្នឹងណាហើយបើសិនជាអត់ដឹង version ណាទេអាច comment នៅក្នុងវីដេអូហ្នឹងមកខាងក្រោមហ្នឹងទៅចាំខ្ញុំប្រាប់ថាខ្ញុំតេស្តហ្នឹងនៅលើ version មួយណាហើយខ្ញុំនិយាយអញ្ចឹងតិចឆ្ងល់ដែរហើយមិនក៏មិនប្រាប់ហ្មងមកហ្នឹងហើយបើសិនជាបងប្អូនអាចមើលចប់វីដេអូហ្នឹង comment នៅខាងក្រោមវីដេអូហ្នឹងទៅថាចង់ដឹង version អាហ្នឹងចាំខ្ញុំប្រាប់បាទឥឡូវយើងធ្វើការចុចចូលមកយើងគ្រាន់ចុច start មកតើឥឡូវយើងចូលម្ដងខាងក្នុងហើយគឺកន្លែងនេះកន្លែងដាក់លេខទូរស័ព្ទរបស់យើងណាអញ្ចឹងខ្ញុំប្រើលេខអាមេរិកទេដោយសារតែខ្ញុំអត់បានទិញលេខខ្មែរមកតេស្តទេបាទអញ្ចឹងខាងលើនេះយើងវាយកូដអាមេរិកចូលមកវាយកូដមួយមកហើយយើងធ្វើការវាយលេខចូលអញ្ចឹងយើងអាចធ្វើការបញ្ចូលដោយដៃក៏បានឬក៏ផាសចូលក៏បានដែរអត់បញ្ហាណាប៉ុន្តែអ្វីដែលយើងត្រូវដឹងគឺយើងលុបលេខកូដខាងមុខនេះយើងលុបលេខកូដនឹងចោលមួយមកបាទចាអានេះគឺយើងបានហើយយើងបានបញ្ចូលលេខទូរស័ព្ទហើយលេខនេះខ្ញុំបញ្ជាក់ណាជាលេខអាមេរិកអញ្ចឹងលេខអាមេរិកយើងប្រើ VPN ទៅអាមេរិកបើសួរថាចោះបើសិនយើងប្រើលេខខ្មែរអាហ្នឹងយើងឆេញ VPN មកខ្មែរវិញមកប៉ុន្តែគាត់ថាខ្ញុំអត់ទាន់តេស្តលើលេខខ្មែរទេដោយសារយើងវាអត់មានបាទចាំបន្ទាប់ពីយើងដាក់លេខហើយអត់មានធ្វើអីច្រើនទេគឺយើងគ្រាន់ចុចបន្តទៀតមកចុចសញ្ញាពួយហ្នឹងមកបាទអញ្ចឹងវាសួរបញ្ជាក់យើងម្ដងទៀតអញ្ចឹងណាអញ្ចឹងយើងចុច yes ឬក៏ចុចសញ្ញាគ្រីសហ្នឹងមកហើយយើងចុចយកពាក្យ continue អញ្ចឹងឥឡូវយើងចូលមកដល់កន្លែងដាក់ SMS code ហើយបាទយើងដាក់ SMS code អញ្ចឹងកន្លែងយើងដាក់ SMS code នេះគឺលេខកូដបានមកពីណាគឺលេខកូដហ្នឹងបានមកពីខាង Telegram គេផ្ញើចូលលេខទូរស័ព្ទរបស់យើងនេះវាមាន5ខ្ទង់ណា
អញ្ចឹងយើងយកលេខកូដហ្នឹងយកមកផាសមកឥឡូវខ្ញុំផាសលេខកូដចូលបន្ទាប់ពីដាក់លេខកូដហ្នឹងចូលហើយយើងធ្វើការដាក់ឈ្មោះធម្មតាយើងដាក់ឈ្មោះឲ្យដាក់ទៅដូចខ្ញុំដាក់ឈ្មោះថាមុននេះឧទាហរណ៍ណាខ្ញុំដាក់ឈ្មោះច័ន្ទមុននេះឬក៏មុននេះច័ន្ទអីចឹងចង់ដាក់ profile ដាក់ដែរខ្ញុំមិនតាន់ដាក់ខ្ញុំគ្រាន់ដាក់បង្ហាញបងប្អូនចឹងហើយយើងចុចតទៀតមកតើប៉ុណ្ណឹងទៅយើងបង្កើតបាន Telegram មួយហើយ chat contact setting profile នេះចឹងយើងអាចធ្វើការបង្កើតបានហើយយើងអាចធ្វើការដាក់រូបភាពដាក់អីចូលបានដាក់ profile អីខ្លួនឯងណា setting ស្អីហ្នឹងការតាមហ្នឹងមកចានេះគឺជារបៀបនៃការបង្កើត Telegram account ងាយទេវាអត់ពិបាកអីទេគ្រាន់តែថាវាអាច specific ពេលខ្លះទៅវាអាច effect បង្កើតអត់បានពេលខ្លះទៅវាអាចបង្កើតអត់បានបាទហើយពេលខ្លះអាចបង្កើតបានហើយអាចទាមទារ fee ក៏ប៉ុន្តែខ្ញុំគ្រាន់តែខ្ញុំបញ្ជាក់ថាអ្វីដែលខ្ញុំបង្កើតខ្ញុំបង្ហាញនេះបងប្អូនឃើញស្រាប់ហើយវាអត់មាន free ទេហើយខ្ញុំបង្កើតមកសាកមើល 4-10 account ដែរគឺវាអត់មានបញ្ហាទេហើយសម្រាប់ version ខ្ញុំប្រើ specific version មិនជាប្រភេទលក្ខណៈថាវាមិនមែន last version ទេអានេះតាមយើងតេស្តណាដំបូង2 account ដំបូងខ្ញុំប្រើ last version ដើរដល់ពេលតមកទៀតទៅវាអត់ដើរតែខ្ញុំដូរទៅបាទអញ្ចឹង version ហ្នឹងប្រហែលជាបងប្អូនអាចយកទៅតេស្តបង្កើតទៅវាអត់អីទេប៉ុន្តែសំខាន់បំផុតគឺ VPN នេះសំខាន់បំផុតគឺ VPN បាទអញ្ចឹងអត់មានអីច្រើនទេវីដេអូហ្នឹងខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងទេអត់មានអីច្រើនទេហើយសម្រាប់បងប្អូនដែលបង្កើតបានឬក៏មិនបានអាហ្នឹងអាចជួយ comment នៅក្នុង Telegram នៅក្នុងខាងក្រោមវីដេអូហ្នឹងផងសួរខ្ញុំធ្វើការឆែកមើល version ផ្សេងទៀតដើម្បីយកមកបង្ហាញនៅក្នុងវីដេអូអញ្ចឹងណាអូខេព្រោះខ្ញុំដឹងថាបច្ចុប្បន្ន Telegram យើងបង្កើតវាគិត free អញ្ចឹងខ្ញុំចេះតែរកវិធីសាស្ត្រធ្វើម៉េចបង្កើតកុំឲ្យគិត free អញ្ចឹងណាបាទអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសូមអរគុណនិងសូមជម្រាបលា